ស្ដីបងប្អូនតោះយើងទៅទស្សនាវត្តវត្តមង្គលគៀនឃ្លាំងនៅជ្រោយចង្វាស្អាតខ្លាំងហើយគេនៅគៀននេះគេមានរូបចម្លាក់ហើយនឹងរូបព្រះពុទ្ធស្អាតខ្លាំងហ្នឹងហើយអ្នកដែលអត់ធ្លាប់បានមកប្រហែលជាប្លែកភ្នែកទេវត្តនេះស្អាតដូចវត្តនៅកម្ពុជាក្រោមវត្តកម្ពុជាក្រោមស្អាតកូនឆ្កែតែខ្ជូតអូខេណែមកណែដល់ហើយយើងដើរទៅមើលទេសភាពខាងលើតិចស្អាតមែនស្អាតខ្លាំងទាំងរូបព្រះពុទ្ធទាំងរូបនេះគេហៅស្អីអ្នកយាមខ្លោងទ្វារយ៉ាងម៉េចស្អាតអានេះគេឲ្យឡើងស្អាតខ្លាំងអ្នកដែលបានមកប្រកាសជាប្លែកភ្នែកទេគាត់ថាហេតុអីនៅពេញមានវត្តស្អាតខ្លាំងអញ្ចឹងវត្តគៀនឃ្លាំងស្អាតហើយគេមានបន្ទប់ទឹកទេសភាពចំហៀងដែលខ្ញុំថតមិញស្អាតរូបចម្លាក់នៅខាងលើកាងពេជ្រមณีអានេះសាលាបឋមសិក្សាក្មេងៗរៀនសួស្ដីយាយមានរូបប្រពុតទៀតជាមួយពេលខ្ញុំចុះក្រោយខ្ញុំថតឲ្យមើលសួស្ដីតាខ្ញុំថតវីដេអូលេងតិចចូលបានទេតាអូចូលថតបាទថតវីដេអូតិចអូស្អាតនេះខាងក្នុងទេសភាពខាងក្នុងមានលោកយាយតាអូស្អាតខ្លាំងមានរូបពុទ្ធទេសភាពស្អាតខ្លាំងខាងលើ
ព្រះអាទិត្យអូយស្អាតខ្លាំងខ្ញុំអត់ដែលឃើញវត្តស្អាតចឹងគាត់រៀបនឹងអាចធូបគឺស្ដីមិញថ្ងៃហ្នឹងថ្ងៃសិលហើយអត់ទេអត់ទេអត់ថ្ងៃសិលអត់បានមកសរោថ្ងៃនេះអត់សិលហងអូស្អាតហ៎នៅពេញតាមឃើញវត្តនេះមួយមកប្លែកស្អាតលាសិនណាមិញបាទព្រះត្រៃ3ដកយើងចោះទៅក្រោមតិចទៀតវីដេអូនេះខ្លីហើយប្រហែលជាអត់ដល់10នាទីទេស្អាតយើងមើលពីចម្ងាយវិញកប់ទៅឬស្អាតហើយពុទ្ធនេះធំទីលោកអីទៅនេះសាលាបឋមសិក្សានៅខាងស្ដាំដៃស្អាតប្លែករូបចម្លាក់គ្រប់កន្លែងហ្មងដល់កស្អាតខ្លាំងណាស់អត់ទាន់ធ្វើហើយរូបនេះរូបព្រះនាងមច្ឆាស្អាតហើយរូបហនុមានអត្រីហើយនោះរូបហនុមានទូអីទេនេះដូចទូព្រះធរណីហើយនេះរូបចម្លាក់ពុទ្ធតែគេនេះពូនភ្នំខ្សាច់ស្អាតនេះគេពូនភ្នំខ្សាច់នេះខ្សាច់នេះឡើងរឹងហ្នឹងទុកយូរពេកខ្ញុំរៀបនឹងជីទៅលេងកោះដាច់ពី3ដងហើយតែឃើញទេសភាពច្រើនដងតែបានចូលលេងតែលើបហ្នឹងយើងនេះសម្រាប់ចិត្តចូលថតលេងវាស្អាតពេកនេះលោកយាយការស្អាតតែវីដេអូមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូនេះអរគុណច្រើនអ្នកទាំងអស់គ្នា